ថ្ងៃទី27 ខែ9 ឆ្នាំ2025ថ្ងៃនេះរលឹមប្រាច់មកទៀតហើយរលឹមទឹកមិញបាជីមិនតាន់អត់អស់ប៉ុន្តែអត់ទៅទឹកព្រៀងមកតែមិនចំផ្លែទេហើយមានបងប្អូនខមមិនសួរអ្នកស្វានម៉ូទ័រស្វានដាក់ទៅយោនេះអានឹងដាក់ថ្នាំការពារដួងការពារបច្ចាយវាចោះហ៊ុនពីដូងខាងក្នុងដួងដើមនឹងទើបផ្លែដែរផ្លែតំបានមកជុំឯដើមនេះលឹមទៀតដែរនេះមកកំងដូងកាប់ដូង4ឡូដើមនេះក៏ទឹមផ្លែដែរចឹងមកចើឲ្យសុខទុក្ខបងប្អូនអ្នកដាំដូងតើខាងបងប្អូននឹងតម្លៃទីផ្សារដូងយ៉ាងម៉េចដែរដូងនឹងផ្លែមានការកើនឡើងឬក៏ថយចុះ